ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងលើកយកជំនួបរវាងកីឡាករកម្ពុជារបស់យើងមួយរូបដែលត្រូវហោះទៅជប៉ុនប៉ះជាមួយនឹងលំដាប់ AK1 Kickboxing នៅជប៉ុននោះគឺកីឡាករកូរ៉ាម៉ាក់ច័ន្ទរាជដែលត្រូវប៉ះជាមួយនឹងកីឡាករជប៉ុនគឺកីឡាករ Leona Pitas ហើយការប្រកួតនេះដែរគឺធ្វើឡើងនៅខែកញ្ញាគឺខែ9ថ្ងៃទី5ខាងមុខនេះចំពោះវិញ្ញាសាគឺវិញ្ញាសា Kickboxing ហើយចំពោះការប្រកួតគឺប្រកួតនៅគីឡូ61គេសុំយើងនៅ61ដោយសារតែយើងគឺប្រកួតនៅគីឡូ60អញ្ចឹងឥឡូវគេសុំ61យើងក៏យកព្រមដោយសារតែការប្រកួតគឺនៅឆ្ងាយដែរណាវាអត់បញ្ហាសម្រាប់យើងទេអញ្ចឹងឥឡូវយើងមកដឹងអំពីសមត្ថភាពរបស់កីឡាករជប៉ុននេះអញ្ចឹងយើងដឹងហើយថាជប៉ុននេះគឺគេជាលំដាប់ A នៅជប៉ុនហើយគេប៉ះជាមួយនឹងជើងខ្លាំងនៅជប៉ុនច្រើនលំដាប់ A នៅជប៉ុនច្រើនដូចជាតាគេរុជាដើមទោះបីជាគាត់បរាជ័យក្រោមថ្មីដៃរបស់តាគេរុក៏ដោយអញ្ចឹងចំពោះសមត្ថភាពកីឡាករជប៉ុនរូបនេះគឺចេញចូលលឿនហើយធ្ងន់ណាចេញចូលលឿនធ្ងន់យើងដឹងហើយថាកីឡាករជប៉ុនភាគច្រើនគឺចេញចូលលឿនមិនថាLeona Pitas ឬក៏តាគេរុឬក៏ Tenshin ទេគឺយើងមើលការប្រកួតឲ្យតែកីឡាករជប៉ុនភាគច្រើនចេញចូលលឿនណាប៉ុន្តែគាត់ថាភាពធន់គឺមានកម្រិតភាពធន់មកគាត់អញ្ចឹងឥឡូវយើងមកកីឡាករកម្ពុជារបស់យើងវិញចំពោះកីឡាករកូរ៉ាម៉ាក់ច័ន្ទរាជរបស់យើងគឺបច្ចុប្បន្នមួយរយៈចុងក្រោយនេះគឺគាត់ឡើងខ្លាំងទោះបីជាក្នុងប្រទេសគឺគាត់អត់សូវបានប្រកួតប៉ុន្តែរាល់ការចេញទៅប្រកួតនៅក្រៅគឺគាត់តែទទួលជ័យជំនះជូនជាតិជានិច្ចមិនថាប្រកួតក្នុងវិញ្ញាសា Kickboxing គុនខ្មែរឬក៏MMA ទេគឺគាត់តែទទួលបានលទ្ធផលល្អជូនជាតិយើងជានិច្ចអ្វីដែលពិសេសគឺគាត់ទទួលបានខ្សែក្រវ៉ាត់ក៏ដូចជាពានយកមកប្រទេសជាតិដើម្បីជាលើកមាត់ដល់ប្រទេសជាតិផងដែរណាគឺគាត់ប្រកួតនៅវៀតណាមគឺគាត់បានទទួលជ័យជំនះដល់ផ្ដួលកីឡាករវៀតណាមណាជើងខ្លាំងនៅវៀតណាមឲ្យបោះបង់ការប្រកួតផងដែរណាយើងឃើញថាទោះបីជាក្នុងស្រុកគាត់អត់ល្បីឈ្មោះដូចជាពេជ្រសម្បត្តិធឿនធីរ៉ាអីប៉ុន្តែគាត់ចេញទៅក្រៅគឺគាត់តែទទួលបានលទ្ធផលល្អហើយក្នុងស្រុកក៏គាត់ធ្វើបានល្អដែរល្អដូចគ្នាប៉ុន្តែជាទូទៅឃើញថាកីឡាករគុនខ្មែររបស់យើងភាគច្រើនប្រកួតទៅក្រៅគឺអត់សូវទទួលបានជោគជ័យទេគឺតែបរាជ័យច្រើនណាប៉ុន្តែចំពោះកូរ៉ាម៉ាក់ច័ន្ទរាជនេះគាត់ចេញទៅក្រៅតែទទួលបានលទ្ធផលល្អជូនជាតិជានិច្ចអញ្ចឹងតាក់ទងជាមួយនឹងការប្រកួតនេះបើសិនជាសមត្ថភាពកីឡាករទាំងពីរគឺប្រហាក់ប្រហែលគ្នាគាត់ថាគេជាលំដាប់ A នៅជប៉ុនហើយក៏គេជាជើងខ្លាំងមួយរូបដែរណាអញ្ចឹងយើងគួរតែប្រយ័ត្នល្អជាងហើយចំពោះសមត្ថភាពខ្ញុំមើលថាអត់លើសកម្ពុជារបស់យើងទេអត់លើសកីឡាករកូរ៉ាម៉ាក់ច័ន្ទរាជទេប៉ុន្តែបើសិនជាយើងប្រកួតនៅប្រទេសគេយើងគួរតែវាយឲ្យដាច់បន្ទុកឬក៏វាយឲ្យបោះបង់ឬក៏រាប់ណាអាហ្នឹងយើងសង្ឃឹមឈ្នះច្រើនប៉ុន្តែបើសិនជាយើងវាយតែសន្សំបន្ទុកធម្មតាគឺយើងមានសង្ឃឹមតិចក្នុងការឈ្នះណាយើងអត់សូវមានសង្ឃឹមក្នុងការឈ្នះទេបើសិនជាយើងវាយសន្សំបន្ទុកសុខចិត្តវាយឲ្យដាច់បន្ទុកឬក៏វាយឲ្យរាប់ឬក៏វាយឲ្យសន្លប់អាហ្នឹងអាចសង្ឃឹមឈ្នះណាអញ្ចឹងមិនថាកីឡាករគុនខ្មែរយើងតែកូរ៉ាម៉ាក់ច័ន្ទរាជទេកីឡាករផ្សេងក៏អញ្ចឹងដែរជៀសវាងកុំឲ្យស្ដាយក្រោយណាយើងចេញទៅវាយយើងវាយឲ្យដាច់តែម្ដងបើសិនជាយើងចាញ់ឈ្នះអញ្ចឹងវាអត់សូវឈឺចាប់ទេប៉ុន្តែបើសិនជាយើងវាយដោយគិតថាវាយសន្សំបន្ទុកខ្លួនឯងគិតថាបន្ទុកខ្លួនឯងឈ្នះយើងវាយលើគេច្រើនដែរគេវាយបើយើងអត់សូវចូលយើងគិតខ្លួនឯងណាគេហៅថាវាយដាក់បន្ទុកខ្លួនឯងអាហ្នឹងលទ្ធផលមកយើងអាចនឹងឈឺចាប់ហើយប៉ុន្តែបើសិនជាយើងអត់ចង់ឈឺចាប់យើងគួរណាតែវាយផ្ដាច់អត់មានឱកាសផ្ដាច់គឺផ្ដាច់បើសិនជាអត់ផ្ដាច់ទេយើងវាយឲ្យដាច់បន្ទុកណាឲ្យដាច់បន្ទុកមើលថាគេអាចមិនអាចតដៃជាមួយយើងបានយើងដាច់បន្ទុកគេអាហ្នឹងយើងសង្ឃឹមឈ្នះអាហ្នឹងបានប៉ុន្តែបើសិនជាយើងវាយមើលប្រហាក់ប្រហែលគ្នាតែយើងសង្ឃឹមថា60គេ40អាហ្នឹងយើងនឹងចាញ់ហើយអត់មានសង្ឃឹមឈ្នះទេប៉ុន្តែបើយើងមើលថាយើង80គេ20អាហ្នឹងឬក៏យើង90គេ10អាហ្នឹងយើងអាចសង្ឃឹមឈ្នះអាហ្នឹងយើងមិនបាច់វាយឲ្យស្លាប់ទេយើងវាយសន្សំបន្ទុកចឹងបានអញ្ចឹងជាចុងក្រោយខ្ញុំក៏សូមជូនពរទៅកាន់កីឡាករកូរ៉ាម៉ាក់ច័ន្ទរាជឲ្យចេញទៅប្រកួតលើកនេះគឺទទួលបានជ័យជំនះទោះបីជាមិនទទួលបានជ័យជំនះក៏នៅតែគាំទ្រសម្រាប់កីឡាករកម្ពុជារបស់យើងដែរប៉ុន្តែអ្វីដែលយើងចង់ឃើញថាកីឡាករកម្ពុជារបស់យើងនាំយកជ័យជំនះជូនជាតិឲ្យបានច្រើនណាជាចុងក្រោយសូមអរគុណហើយកុំភ្លេច
អរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះអញ្ចឹងបើសិនជាមានcomment អីល្អកុំភ្លេចទម្លាក់ចូលក្រោមវីដេអូនេះផងណាហើយកុំភ្លេចជួយចុច subscribe channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូផ្សេងៗទៀតអរគុណសូមជម្រាបលាជូនពរឲ្យបងប្អូនទាំងអស់គ្នាសុខភាពល្អ